សិល5នេះសិលទី1នឹងហាមយើងបដិញ្ញាថាយើងមិនសម្លាប់សត្វបំបត្តិជីវិតសត្វដទៃទេសម្លាប់ដោយខ្លួនឯងក្តីប្រើអ្នកដទៃឲ្យគេសម្លាប់ដែលយើងជៀសវាងទី2យើងជៀសវាងការលួចទ្រព្យសម្បត្តិអ្នកដទៃហ្នឹងទី3ជៀសវាងការទៅបៀតបៀនប្តីប្រពន្ធកូនអ្នកដទៃទី4ជៀសវាងការកុហកភូតភរអ្នកដទៃឲ្យគេខូចទ្រព្យខូចសម្បត្តិរបស់ពួកគេឬមានការគ្រោះថ្នាក់ដល់រូបរាងកាយរបស់ពួកគេដោយសារពាក្យដែលមិនពិតរបស់ពួកយើងណាទី5ជៀសវាងការបរិភោគការសេពសុរាគ្រឿងស្រវឹងគ្រឿងញៀនអានេះហៅសិក្ខាបទ5សិល5ក្នុងសិលទាំង5នេះធៀបឧបមាថាបើយើងទៅសម្លាប់សត្វដាច់តែមួយទេដាច់តែសិលសម្លាប់ហ្នឹងហើយសិល4ទៀតនៅបើយើងទៅលួចទ្រព្យគេដាច់តែលួចទ្រព្យគេមួយទេ4ទៀតនៅបើយើងទៅបៀតបៀនប្តីប្រពន្ធកូនគេដាច់តែសិលមួយហ្នឹងទេសិលដទៃទៀតនៅមិនបើយើងទៅភូតភរកុហកអ្នកដទៃក៏ដាច់តែមួយដែល4ទៀតនៅតែបើទៅផឹកស្រាដាច់ទាំងអស់តាំងចឹងគេញោមញាតិអាចយល់បានណាមិនបានជាសិលដទៃទៀតយើងប្រព្រឹត្តខុសទៅដាច់តែមួយចុះស្រាមកយើងទៅបរិភោគដាច់ទាំងអស់ព្រោះស្រាញោមញាតិជ្រាបឲ្យកាលណាយើងបរិភោគយើងសែបទៅជាតិសុរាទៅធ្វើឲ្យចិត្តរបស់យើងនឹងវាផ្លែកប្រក្រតីចិត្តវិញ្ញាណយើងផ្លែកប្រក្រតីវាប្រែប្រួលវាមិនមែនជាចិត្តជាវិញ្ញាណធម្មតាទេម្ល៉េះកាលណាដែលយើងពោលទៅពាក្យស្រវឹងណាពេលតែស្រវឹងហើយស្អីក៏ហ៊ានធ្វើដែរសម្លាប់ក៏ហ៊ានបៀតបៀនអីគេក៏ហ៊ានទាំងអស់ហ្នឹងបានថាសុរានេះជាចំណងរបស់សិលនឹងសំជំរាបយ៉ាងឲ្យញោមជាច្បាស់ពេលសប្តាហ៍បច្ចុប្បន្ននេះគ្រឿងញៀននឹងកាន់តែខ្លាំងទៅទៀតគ្រឿងញៀនពីបុរាណមានត្រឹមកញ្ឆាមានត្រឹមអាភៀនទេអាភៀនថាជាគ្រឿងញៀនដែលធ្ងន់ជាងគេបំផុតដល់សងៃវាមានគ្រឿងញៀនខ្លាំងជាងអាភៀនទៅទៀតហើយវាសាយសោកទៅលើពេញសកលលោកហ្នឹងថ្ងៃមនុស្សកំពុងតែព្រួយភ័យបារម្ភអ្នកប្រាជ្ញខាងសន្តិភាពសុខភាពរបស់មនុស្សហ្នឹងកាលយូរទៅមនុស្សចេះតែប្រើប្រាស់ច្រើនទៅប្រើប្រាស់ច្រើនទៅតែស័យប្រសាទរបស់ពួកអ្នកប្រើប្រាស់ហ្នឹងលែងប្រក្រតីវាទៅជាមនុស្សទៅស័យប្រសាទរវើរវាយដឹងឲ្យស្ទើរស្មើនឹងឈួតឲ្យកាចសាហាវទៀតតាគ្រឿងញៀននឹងវាដល់ពេលវាអត់មានអីលេបអស់កំសួលវាធ្វើឲ្យរសាប់រសល់រសេះសោះកវល់កវាយជាងការគ្មានប្រាក់អីទៅទិញគ្រឿងញៀននេះបើប្រើប្រាស់តែម៉ែឯងក៏ហ៊ានសម្លាប់ដែរអានេះវាធ្វើឲ្យចឹងពីមនុស្សនឹងមកជីវិតលែងធ្វើឲ្យកើតដោយសត្វដេរឆានជាបើពិភពលោកបើមនុស្សទៅតែអញ្ចឹងទៅពិភពលោកទៅយ៉ាងណានឹងមិនគ្រោះថ្នាក់ធំបំផុតបានអ្វីដែលព្រះសម្មាសម្ពុទ្ធលោកហាមហើយមិនចេះហួសសម័យទេញោម2500ឆ្នាំ65ឆ្នាំនៅតែដដែលអត់មានប្រែប្រួលតែយើងទៅប្រព្រឹត្តអំពើណាមួយត្រូវតែឲ្យផលអាក្រក់យ៉ាងឲ្យអត់មានហួសសម័យទេធ្វើជាធ្វើពេញនឹងសំជំរាបអំពីសិលសិក្ខាបទសិល5ប៉ុណ្ណឹងបត្រៃសរណគមញោមញាតិយល់សិលដែលយើងសមាទិនៅឱកាសនេះបានន័យថាយើងសម្អាតកាយនិងវាចារបស់យើងឲ្យស្អាតឯក្នុងពេលហ្នឹងគ្មានអត់មានកាយវាចាប្រព្រឹត្តអីអាក្រក់ទេបដិញ្ញាបានទទួលឲ្យស្អាតបរិសុទ្ធជាបន្តទៀតត្រូវសិក្សាពីសមាធិបើជាបន្តទៀត
ពាក្យថាសមាធិនេះជាភាសាបាលីប្រែមកជាខ្មែរបានអត្ថន័យថាការទប់ចិត្តការតម្កល់ចិត្តតាំងចិត្តយើងឲ្យនៅស្ងប់ក្នុងរឿងមួយបាលីថាអារម្មណ៍ខ្មែរថារឿងហើយនៅក្នុងរឿងតែមួយឬអារម្មណ៍មួយនឹងកុំឲ្យចិត្តនោះវាងាករេទៅណាព្រោះចិត្តរបស់មនុស្សយើងមិនចេះស្ងប់ទេមិនចេះនៅស្ងៀមទេហើយចិត្តហ្នឹងក៏ជាភាសាបាលីទៀតបើយើងនិយាយអានជាភាសាបាលីថាចិត្តៈឃើញទេចេតនឹងតជើងតដែលយើងប្រើសរសេរហ្នឹងក៏ប៉ុន្តែជើងតហ្នឹងគេមិនបញ្ចេញខ្យល់ទេបើបាលីបានគេបញ្ចេញថាចិត្តៈដែលយកមកប្រើក្នុងព្យាង្គក្នុងប្រយោគរបស់ភាសាខ្មែរគេសរសេរជើងតមែនតែគេមិនបញ្ចេញសំឡេងទេគេអានត្រឹមតែចិត្តប៉ុន្តែជើងតគេមិនលុបចោលទេបើលុបចោលទៅវាបាត់សម្ពោះរូបរាងយើងមិនអាចស្គាល់ថានឹងជាភាសាបាលីទេបាននៅជាជើងតអញ្ចឹងដូចជាពាក្យទុកអញ្ចឹងគេសរសេរទុកនឹងកជើងខដល់គេនិយាយថាគុកទុកខ្ញុំកើតទុកខ្ញុំជួបនឹងសេចក្តីទុកអញ្ចឹងបើកាលណាលុបជើងខចេញវានៅតែកវាស្មើភាសាខ្មែរយើងថាទុកដាក់របស់របរទៅក្នុងនេះក្នុងនោះអីទុកដាក់ណាបានគេថែរក្សាជើងខឲ្យនៅតែដែរអានទុក្ខបាលីដល់ខ្មែរយកមកប្រាថាទុកបានន័យថាធម្មជាតិណាដែលធ្វើឲ្យមនុស្សក្តៅក្រហាយដែលក្តៅក្រហាយចង្អៀតចង្អល់វាអត់សប្បាយក្នុងចិត្តហ្នឹងខៅសេចក្តីទុក្ខកើតឡើងរីកចិត្តយ៉ាងណាយើងនិយាយថាចិត្តគ្រប់ទាំងគ្នាអត់ដឹងថាភាសាចិត្តពាក្យចិត្តហ្នឹងជាបាលីអត់ដឹងទេណាយើងអត់យល់ដល់ស្អីទេចិត្តជាភាសាបាលីប្រែជាខ្មែរថាធម្មជាតិសភាវៈដែលចេះសន្សំរឿងដល់សំចិត្តរបស់យើងមិនចេះស្ងៀមដល់សោះប្រចិត្តប្រែតែធម្មជាតិដែលសន្សំរឿងមួយចូលមកចេញផុតទៅរឿងមួយទៀតរឿងមួយឲ្យចូលឲ្យតគ្នាខ្ញុំអាត្មាសំដែងយ៉ាងទៅខ្ញុំគិតមើលទៅពីមុនថាមិនដឹងឥឡូវថាចិត្តអត់ចេះស្ងៀមទេដល់រាវដល់រោមមួយផុតទៅមួយចូលមួយផុតមួយចូលរឿងមកហ្នឹងរហូតដល់ដល់យើងម្ចាស់ចិត្តហ្នឹងសម្រានលក់តែអាចិត្តនឹងវាអត់ស្ងៀមទៀតបានវាកើតយល់សពយល់សោមកចិត្តវាអត់ស្ងៀមនោះវាសោវិញយល់ពីចិត្តហ្នឹងវារົບតែត្រកទៅបានជាអាស្រ័យហេតុនេះព្រះសម្មាសម្ពុទ្ធឲ្យយើងអប់រំចិត្តនោះឲ្យនៅស្ងៀមក្នុងរឿងតែមួយវាមិនស្រួលទេណាញោមណាបបាក់បំផុតព្រោះដំណើររបស់ចិត្តវាមិនចេះនៅស្ងៀមអញ្ចឹងទៅហើយព្រោះយើងត្រូវការឲ្យវានៅស្ងៀមងាយគឺចិត្តនេះវាអត់មានរូបទៀតមានតែឈ្មោះគឺថាមានតែនាមអត់មានរូបទេព្រោះយើងមើលក៏មិនឃើញពិលក៏មិនត្រូវចាប់ក៏មិនបានព្រោះយើងទៅទប់ពង្រឹងវាឲ្យវានៅងាយបើមានរូបទេយើងចាប់យើងចងឲ្យវាទៅបានវាងាយនៅខ្ញុំដល់វាមានតែឈ្មោះព្រោះអត់មានរូបងាយណាក៏ប៉ុន្តែទោះបីជាវាអត់រូបឲ្យវាលំបាកនឹងទុកក៏មិនហួសពីសេចក្តីព្យាយាមរបស់យើងទេឲ្យតែយើងព្យាយាមគឺការហាត់រៀនទុកវាព្យាយាមហើយមានសេចក្តីអត់ធន់នឹងមួយផងពីរក្នុងនោះអានេះគង់តែនឹងបានទេតែវាខុសគ្នាថាវាឆាប់ឬវាយឺតយូរចឹងគ្នាប៉ុណ្ណឹងឯងទៅតាមនិស្ស័យរបស់មនុស្សម្នាក់ហ្នឹងនេះសំជារៀបចឹងអានេះពេលយើងបដៅខ្លួនយើងគឺបដៅចិត្តដែរយើងមិនដែលបដៅទូមានខ្លួនឯងធ្លាប់តែអប់រំកូនចៅបងប្អូនអីថាណែនាំគេធ្វើមិនល្អក៏ប្រាប់បញ្យល់តែខ្លួនឯងអត់បានដែលណែនាំទេ
អត់ដែលបានអប់រំឥឡូវនេះណែនាំអប់រំបដៅខ្លួនឯងហើយណាបងយើងទៅទទួលមានបដៅកូននេះឥឡូវបដៅខ្លួនឯងបដៅខ្លួនឯងជាការលំបាកជាទីបំផុតហើយព្រះពុទ្ធលោកសម្ដែងថាការបដៅខ្លួនឯងបើយើងបដៅទូលមានបានជាការប្រសើរបំផុតសម្រាប់ខ្លួននឹងលោកសម្ដែងអត្តាហវេជិតាំងសយោបដៅខ្លួនឯងបានឈ្មោះថាយើងឈ្នះចិត្តរបស់ព្រះយើងហើយជាសេចក្តីប្រសើរបំផុតផ្ដល់សេចក្តីសុខមកឲ្យយើងហ្នឹងវិចិត្តរបស់យើងធម្មតាជាទូទៅទាំងអស់គ្នានេះចិត្តអត់មានសេរីភាពទេអត់មានសេរីភាពឯករាជ្យទេនៅក្រោមអាណានិគមរបស់កិលេស5វាក្របចិត្តចិត្តធ្វើអីអា5កិលេសហ្នឹងវាឲ្យធ្វើបានន័យថាចិត្តហ្នឹងធ្វើទៅតាមតែពួកកិលេសវាអាកិលេសហ្នឹងភាសាបាលីប្រែជាខ្មែរថាអ្វីដែលជាគ្រឿងសៅមងហ្នឹងអត់ស្អាតអត់ល្អហ្នឹងពួកអាក្រក់ហ្នឹងវាគ្រប់គ្រងចិត្តវាប្រើចិត្តហ្នឹងឲ្យធ្វើវាចិត្តខ្លាចអាហ្នឹងនៅក្រោមអាណានិគមធ្វើទៅតាមតែពួកហ្នឹងបើចឹងការយើងអប់រំសមាធិនេះយើងដកព្យាយាមដករើបង្រាស់ចិត្តយើងឲ្យចេញមកឲ្យមានសេរីភាពកុំឲ្យនៅក្រោមអាណានិគមរបស់កិលេសអានេះអាណានិគមយើងអត់មានសេរីភាពធ្វើឲ្យបានទេណាញោមណាที่ឧបមាយើងទៅស៊ីឈ្នួលបំរើគេនៅក្រោមអាណានិគមចវាយធ្វើអីអត់បានទេតែចវាយឲ្យធ្វើបានយើងធ្វើបាននេះយើងទៅស៊ីឈ្នួលបំរើគេបើយើងធ្វើកិច្ចការខ្លួនឯងដោយជំនួញជួញប្រែស្អីអាហ្នឹងអត់មាននៅក្រោមណាទេយើងមានសេរីភាពអញ្ចឹងអានេះជាការទីឧបមាបានឥឡូវចិត្តរបស់យើងមិននៅក្រោមអាណានិគមរបស់កិលេសហ្នឹងឯងអញ្ចឹងយើងរៀនរើបង្រាស់ដកចិត្តចេញពីអាណានិគមរបស់កិលេស5ឲ្យចិត្តមានសេរីភាពអញ្ចឹងណាញោមណាអានេះជាទ្រឹស្ដីបញ្យល់ខាងដើមសិនបើមិនបញ្យល់ទ្រឹស្ដីយល់តែចេះតែធ្វើមិនដឹងថាធ្វើអីទេនេះជាកិច្ចការប្រសើរនេះពិធីមេរៀនដែលយើងត្រូវរៀនក្នុងឱកាសនេះដែលឈ្មោះថាសមាធិការតម្កល់ចិត្តឲ្យនឹងនៅក្នុងរឿងតែមួយកុំឲ្យចិត្តងាករេទៅណាគឺយើងយកមេរៀនមកចម្រើនក្នុងឱកាសនេះគឺយើងយកខ្យល់ដង្ហើមចេញចូលរបស់ព្រះយើងនេះជាទីតាំងរបស់ចិត្តខ្មែរថាខ្យល់ដង្ហើមចេញចូលបាលីថាអាណាបានៈបាលីប្រែខ្មែរថាខ្យល់ដង្ហើមចេញចូលរបស់ព្រះយើងណាមេរៀនដែលត្រូវរៀននឹងមានទៅ40ណា40មេរៀនណាប៉ុន្តែមេរៀនក្នុងទីយកតែមួយយកតែខ្យល់ដង្ហើមចេញចូលរបស់បញ្ញើខ្យល់ដង្ហើមចេញចូលនេះវាងាយផងវាជាធម្មជាតិដែលមានមកគ្រប់តែគ្នាស្រេចអត់ពិបាកទៅខ្ចីទៅជួលទៅសុំទៅទិញណាយកមកប្រើតែមានស្រេចខ្លួនឯងងាយចឹងខ្យល់ដង្ហើមចេញចូលនេះបាលីឈ្មោះអាណាបានៈក្នុងនោះមានថែមសតិមួយទៀតអាណាបានសតិបាលីប្រែជាខ្មែរថាសុំឲ្យញោមញាតិគ្រប់គ្នាទាំងអស់តម្កល់ចិត្តរបស់ខ្លួននឹករលឹកសតិប្រែថានឹករលឹកឲ្យចិត្តនឹករលឹកទៅក្នុងខ្យល់ហ្នឹងឯងខ្យល់ចេញឲ្យដឹងថាចេញចូលឲ្យដឹងថាចូលឲ្យដឹងតែប៉ុណ្ណឹងមិនឲ្យដឹងអីក៏ពីនោះដែរនេះសតិនឹងប្រែថារលឹកនឹងរលឹកចំពោះខ្យល់ដង្ហើមដែលចេញចូលនឹងឯងទប់វាកុំអស់ទៅឯណាបានអាត្មានិយាយនេះស្រួលទេណាអាចារ្យដល់ញោមធ្វើល្មើបើមិនលំបាកណា
và làm bạcយ៉ាងណាក៏តស៊ូដែរព្រោះជាការងារដែលយើងត្រូវសិក្សារៀនសូត្ររំដោះចិត្តរបស់យើងឲ្យចេញពីអាណានិគមរបស់កិលេសព្រោះជីវិតរបស់យើងបានសេចក្តីទុក្ខជួបសេចក្តីមកដោយសារតែកិលេសហ្នឹងឯងវាប្រើយើងឲ្យទៅធ្វើអីដែលអាក្រក់ហ្នឹងតែធ្វើអាក្រក់ឲ្យទុក្ខទោសដល់យើងយល់ហើយញោមអារិតន្តិចទេអានេះអាទាំងហើមរបស់យើងវាស្រួលណាក៏នឹងចេញចូលប៉ុណ្ណាខ្យល់វាមានផ្លូវវាទ្វារវាដែលវាចេញគឺជាមកយើងហ្នឹងអានេះជាទ្វារដែលសម្រាប់ខ្យល់ទៅចេញចូលកាលណាខ្យល់ចេញចូលវាប៉ះក្នុងបាំងទ្វារច្រមុះយើងនេះរសើបក្តៅយើងអាចដឹងសង្កលដឹងបានហ្នឹងចឹងហើយពេលចម្រើនភ្នែកយើងថ្មិញមែនប៉ុន្តែយើងសម្លឹងប្រយោលមកចំច្រមុះទៅនេះហើយសម្លឹងមកទីដែលខ្យល់ចេញចូលដើម្បីយើងសម្លឹងមើលដំណើរខ្យល់ចេញហើយខ្យល់ចូលមកវិញយើងដឹងតែចូលចេញដឹងតែចេញវិលចេញចូលតាមតែប៉ុណ្ណឹងឯងអត់ឲ្យទៅណាទេឬធៀបឧបមាដូចយកចិត្តយើងនឹងមកចងភ្ជាប់ក្នុងខ្យល់ចេញមកទៅតាមខ្យល់ចេញខ្យល់ចូលវាចូលតាមខ្យល់ចូលឲ្យជាប់ដូចញោមជិះម៉ូតូចឹងណានៅទុំលើម៉ូតូយកជាប់ម៉ូតូអាម៉ូតូទៅតាណាក៏ទៅដល់ជាការធៀបឧបមាឲ្យវាជាប់យ៉ាងកុំឲ្យវាឃ្លាតចេញទៅកុំឲ្យវារុះចេញពីម៉ូតូបាននឹងទៅឲ្យជាប់យ៉ាងណាចិត្តឲ្យជាប់ខ្យល់មកឲ្យគេចទៅណាសោះដូចចាប់យកដើមខ្យល់ណាដែលចេញមុនដំបូងនេះគឺដើមហើយដើមវាមានដើមកណ្ដាលនិងចុងព្រោះតែយើងចាប់ដើមខ្យល់បានកណ្ដាលនិងចុងខ្យល់យើងដឹងទាំងអស់ហើយមានអាការណាបើត្រឡប់ចូលមកវិញចាប់ដើមចូលនៅជាប់តែចាប់បានដើមហើយកណ្ដាលនិងចុងមកទៅឲ្យនេះវាដឹងចឹងដល់វិលត្រឡប់ទៅវិញចឹងចាប់យកតែដើមឲ្យបានដើមចូលដើមចេញចូលអស់ហើយមានចេញចាប់ដើមចេញទៅវិញតែប៉ុណ្ណឹងវាមិនទៅវិណាទេនៅតែហើយអាការណាចិត្តរបស់អត់ទៅវិណាបានន័យថាស្ងប់ចិត្តនឹងហើយវាស្ងប់នៅក្នុងខ្យល់អត់ទៅណាទេនេះរៀនទប់ចិត្តឲ្យវាស្ងប់ប៉ុណ្ណឹងឯងមេរៀនណាញោមណាប៉ុណ្ណឹងប៉ុន្តែត្រូវរៀនដកដង្ហើមទៀតមិនយកខ្យល់ដង្ហើមធម្មជាតិទេខ្យល់ដង្ហើមធម្មជាតិរបស់យើងគឺជាចលនារបស់សួតទេវាច្បាច់ស្រូបចេញស្រូបចូលបើយកខ្យល់ដង្ហើមធម្មជាតិហ្នឹងធ្វើឲ្យញោមអត់ដឹងទេអត់មានសតិទេវារលត់បាត់ទៅអ្វីដែលធ្វើឲ្យមិនដឹងហ្នឹងគេហៅមោហៈបល័យមោហៈគឺយើងអត់ដឹងរលត់សតិគឺយើងដឹងពីរយ៉ាងព្រោះយើងត្រូវឲ្យដឹងសតិដូចជានិច្ចមោហៈយើងរារាំងមិនឲ្យវាកើតទេតែមោហៈកើតឡើងភ្លេចអត់ដឹងខ្យល់ចេញចូលហើយសមឲ្យចាំចឹងបើដង្ហើមធម្មជាតិញោមមើលដង្ហើមយើងចេញចូលមួយថ្ងៃនឹងប្រហែលដល់អ្នកណាដែលដឹងអញថាដែលដឹងតែដង្ហើមចេញដង្ហើមចូលអត់ទេមែនទេដង្ហើមដកណាដែលបានដឹងថាដង្ហើមចេញចូលអត់ដឹងសោះនោះបានគេមិនយកគឺយកដង្ហើមដែលយើងដកដង្ហើមការងារហ្នឹងគឺយើងដកយើងប្រឹងស្រោបហើរចូលទៅអាហ្នឹងយើងដឹងព្រោះយើងខំប្រឹងស្រោបចូលដល់ចេញមកវិញហើយយើងបញ្ចេញវាមកយ៉ាងគេថាដង្ហើមទូការងារគឺយើងដកចេញនឹងយើងដកចូលនឹងចេញអត់យកអាដង្ហើមធម្មជាតិទេខ្ញុំយល់ទេដង្ហើមធម្មជាតិណាដែលសួតវាធ្វើការខ្លួនវាហ្នឹងយើងបានបញ្ជាដឹងតែអានេះយើងយកដង្ហើមយើងដកហើយដកស្រោបចូលទៅឲ្យពេញ
ចេញឲ្យអស់ពុំមែនយើងស្រូបចូលពេលដល់ចេញដល់ទេហើយស្រូបចូលវិញអត់ទេចេញឲ្យអស់ចូលឲ្យពេញព្រោះតែកាលណាចេញអស់វាអស់ហើយអត់មានអីចេញមកទៀតទេមានខ្យល់មកអស់លីងហើយប្រាំងណាស់ក៏វាមិនចេញដែរបើយើងហើតចូលកាលណាតែពេញវាពេញហើយធ្វើម៉េចក៏ទៅទីវាមិនរួចអានេះយើងដឹងហើយបានចូលឲ្យពេញចេញឲ្យអស់យ៉ាងដូចពោះយើងកុំពន្រឹងកាលណាខ្យល់ចូលបន្ធូរពោះយើងទៅវាប៉ោងកាលណាខ្យល់ចេញវិញយើងទៅមកពោះយើងផតកុំពន្រឹងប្រឹងដើម្បីតែខ្ញុំណាកុំប្រឹងទប់ខ្យល់ហ្នឹងណាមិនឲ្យចូលឲ្យពេញមិនឲ្យចេញឲ្យអស់នោះអត់មានត្រូវរៀនហ្នឹងមកឥឡូវស្រករៀនបងប្អូនគ្នាសិនឥឡូវដកចូលរៀនដកឲ្យវែងឲ្យពេញធ្វើពេញហ្នឹងរៀនដកដង្ហើមសិនមកដកឲ្យវែងកាលណាយើងដកឲ្យចូលស្រោបចូលឲ្យវែងទៅដង្ហើមយើងវារង្វើលអត់ញាប់ទេកាលណាយើងដកបន្តិចដង្ហើមញាប់ឲ្យចេញចូលបន្តិចចេញបន្តិចចូលបន្តិចចេញបន្តិចវាញាប់ដង្ហើមញាប់មិនចេះត្រូវដកចូលឲ្យពេញទៅដង្ហើមយើងវាវែងពីសរីរៈរាងកាយយើងវាត្រូវការខ្យល់អាស្រ័យខ្យល់កាលណាបើយើងដកដង្ហើមស្រោបទៅខ្យល់ចូលតិចពេកវាមិនគ្រប់គ្រាន់នឹងសរីរៈរាងកាយយើងដែលត្រូវការខ្យល់ហ្នឹងដូចយើងបរិភោគម្ហូបអាហារយ៉ាងមកយើងពិសាទៅវាតិចវាមិនឆ្អែតឆាប់ឃ្លានទៀតអត់ទេកាលណាយើងពិសាឲ្យឆ្អែតទៅវាអត់មានឃ្លានទេអាឃ្លានធ្វើឲ្យរសាប់រសល់កវល់កវាយនៅមិនបានទេយើងធ្លាប់ឃ្លានគ្រប់គ្នាតាឃ្លានបាយហ្នឹងយ៉ាងណាមានខ្យល់ដូចគ្នាតែយើងដកស្រោបទៅចូលទៅវាតិចពេកមិនគ្រប់គ្រាន់ធ្វើឲ្យយើងរសាប់រសល់ក្នុងកាយព្រោះសរីរៈរាងកាយវាត្រូវការធាតុខ្យល់ហ្នឹងតែចូលទៅតិចវាមិនគ្រប់គ្រាន់សុខភាពយើងអត់ល្អទេរសាប់រសល់ណាឃើញអ្នកដែលជំងឺទៅសម្រាប់ពេកថាខ្វះជាតិខ្យល់អីអុកស៊ីសែនវាដាក់ថែមណាអញ្ចឹងបាននាទីនេះត្រូវរៀនដកចូលឲ្យពេញចេញឲ្យអស់ខ្ញុំយល់ហើយណាតែចូលពេញវាលែងទៅទៀតហើយចាក់ឡើងនឹងហើយសុំយកបញ្ចេញមកវិញទៀតអត់អស់គ្មានអីទេអត់មានអីចេញទៀតទេអញត្រូវហាត់អានឹងអញ្ចឹងអានេះទ្រឹស្ដីមុនដំបូងការបដិបត្តិបញ្យល់សិនវិញមុននឹងបដិបត្តិឯទៀតត្រូវលះបង់កិច្ចការងារខាងដើមហ្នឹងការងារដែលកន្លងផុតមកហើយបល័យថាអតីតរឿងអតីតកន្លងផុតពីព្រឹកមិញរហូតទៅក្រោយទៅម្សិលមិញម្សិលមួយថ្ងៃអាទិត្យមុនខែមុនឆ្នាំមុននោះសតតែរឿងកន្លងផុតហើយបាត់វាកុំកិនហើយរឿងអនាគតទៅខាងមុខហ្នឹងថាល្ងាចនេះព្រឹកនេះល្ងាចស្អែកណាព្រឹកស្អែកខាន់ស្អែកនឹងខែមុខត្រូវធ្វើអីហ្នឹងក៏បិទដែលអត់គិតទេពេលហ្នឹងអត់ត្រូវគិតទេចាំដល់រួចទៅសំគិតវាតែបានទេខ្ញុំណាពេលដែលត្រូវគិតរឿងរ៉ាវច្រើនណាស់បើឥឡូវក្នុងពេលនេះជាដែលអញ្ជើញមកដល់គេហដ្ឋាននេះក្នុងបន្ទប់នេះឲ្យគិតតែពីរឿងក្នុងបន្ទប់នេះអញធ្វើអីអានេះគេហៅបច្ចុប្បន្នរឿងចំពោះមុខដែលយើងមកជុំនេះនៅកន្លែងនេះយើងធ្វើអីនេះឲ្យគិតអាហ្នឹងឯងថាមកកន្លែងដើម្បីសិក្សារៀននៅសមាធិអប់រំចិត្តរបស់ខ្លួនទាក់ទាញចិត្តរបស់ខ្លួនឲ្យនៅស្ងៀមនឹងក្នុងកន្លែងមួយឲ្យគិតតែពីរឿងបច្ចុប្បន្នគឺរឿងចំពោះមុខថាឥឡូវហ្នឹងអញធ្វើអីនេះឲ្យគិតរឿងហ្នឹងលះអាហ្នឹងសិនលះរឿងកន្លងហើយនឹងរឿងទៅមុខណាញោមណាក៏រឿងបច្ចុប្បន្នពិបាកណាស់រឿងផ្លូវចិត្តនេះតែណាខំព្យាយាមតាំងចិត្តគេតែខំជឿមកថ្ងៃនេះជួបជុំមើលថាខំជ
chọn chất oi nâu nâng nâng ram ta môi vậy bà tam mê riêng samadhi đấy tổ bay nhung nhiệt sầm ra đọt bê sầm ra thấy còn mình oi nhây cái này anh coi riêng luôn tao oi can ram oi chưa tổ bay dương ta nám không mà ngày đấy cứ chọn ram oi ta chưa vừa oi ta rồi không oi chất cái tao bịกันเรื่องนาดอติเซนคือความเชี่ยเยี่ยมในนั้นยังปฏิบัติปรึกพ้องหรือเงี้ยพ้องเงี้ยก็ปฏิบัติได้เราพาเชียมองมวยกันล่ะหรือมองปีเอ้ยปราบไอ้ดังใจกายมันดังภาษาใบหรือตึกที่อ๋อตึกสลายกันยังไงได้จำนายปีมาแต่ไงนะโยมนะជាការប្រពៃដើម្បីដកខាត់លៀមជំរះចិត្តរបស់ខ្លួនឲ្យស្អាតនឹងជាពុទ្ធបរិស័ទគឺសិក្សាយ៉ាងឯងអវាទពុទ្ធកិរិយាមិនធ្វើអំពើបាបទាំងពួងនឹងមួយកិរិយាបំពេញកុសលធ្វើសេចក្តីល្អនឹងពីរកិរិយាធ្វើចិត្តរបស់ខ្លួនឲ្យផុសផង់នឹងបីនេះហាត់ធ្វើចិត្តឲ្យផុសផង់ហើយមិនធ្វើអំពើបាបសមាទានសិលមិញហើយហាមអត់ធ្វើបាបឈប់សម្រាកនេះបំពេញកុសលគឺធ្វើសេចក្តីល្អក្នុងចិត្តនឹងមានការធ្វើទានធ្វើសិលឲ្យជាដើមគឺសេចក្តីល្អហើយក្នុងនោះហើយនឹងធ្វើចិត្តរបស់ខ្លួនឲ្យផុសផង់ស្អាតល្អនឹងឲ្យវាឯករាជ្យចិត្តឯករាជ្យគុំនៅក្រោមអាណានិគមរបស់អ្នកណាណាមកនឹងជាមេគាដែលត្រូវពុទ្ធលោកសម្ដែងឲ្យយើងធ្វើហ្នឹងអញ្ចឹងប៉ុណ្ណឹងទ្រឹស្ដីប៉ុណ្ណឹងចឹងណាញោមណាឥឡូវរៀបចំអរិយាបថអង្គុយតាមកំពីលោកឲ្យយើងអង្គុយពេនប៉ុន្តែបើខ្លាំងអង្គុយពេនបានក៏បើបត់ជើងខ្លួនវាអត់ត្រង់ទេឆ្អឹងខ្នងយើងអត់ត្រង់ទេបើយើងអង្គុយពេនខ្លួនយើងត្រង់ឆ្អឹងខ្នងត្រង់ទេរៀបរួយអង្គុយពេនអង្គុយឆ្អឹងខ្នងឲ្យត្រង់ចឹងទៀតកុំឲ្យកោងតែយើងអង្គុយឆ្អឹងខ្នងយកកោងដល់ឆ្អឹងខ្នងកោងញ៉ាំអំពងខ្យល់យើងក៏កោងដែរពងខ្យល់ដល់អំពងខ្យល់កោងខ្យល់ចេញចូលអត់ស្រួលទេវាយឺតធ្វើឲ្យយើងរសាប់រសល់ដែរបើយើងអង្គុយត្រង់ចឹងបំពងខ្យល់វាត្រង់នេះវាចេញចូលវាធូរបើធូរស្រួលធ្វើឲ្យកាយរបស់យើងនោះបានស្មាត់ស្រួលនេះអានឹងយ៉ាងមានអរិយាបថបើថាអង្គុយពេនបានសណ្ដោបជើងក៏បានធ្វើម៉េចឲ្យតែឆ្អឹងខ្នងបើត្រង់ប៉ុន្តែយើងចាប់ផ្ដើមយ៉ាងណាបើចាប់ផ្ដើមអង្គុយកាយឲ្យត្រង់តែយើងអង្គុយមិនត្រង់ដែរសណ្ដោបជើងនឹងបើថាអង្គុយពេនបានដល់ជើងបាននេះសម្រួលធ្វើម៉េចត្រង់ដាក់អញ្ចឹងណាចាំស្ដាប់ទ្រឹស្ដីអ្នកដែលអាចអង្គុយពេនបានក៏ពេនអ្នកដែលពេនបានសណ្ដោបក៏សណ្ដោបទៅឲ្យតែខ្នងឆ្អឹងខ្នងវាត្រង់អញ្ចឹងបើឆ្អឹងខ្នងត្រង់ហើយមុខឲ្យស្មើទៀតកុំឈ្ងោកអញ្ចឹងឬកុំអើតអញ្ចឹងធ្វើម៉េចឲ្យស្មើឲ្យមុខយើងស្មើអញ្ចឹងដល់ស្មើហើយចាប់ផ្ដើមថ្មិចភ្នែកយើងថ្មិចទៅថ្មិចភ្នែកកុំប្រឹងកុំប្រាំងបន្ទាន់ឲ្យតបកភ្នែកលើក្រោបទៅលើតបកភ្នែកក្រោបឲ្យទាន់បើកាលណាយើងប្រាំងភ្នែកយើងរឹងឆាប់ធ្វើឲ្យភ្នែកយើងរកាំរួយក្តៅឲ្យយើងបន្ទាន់ក្រតាមតាណាដល់ភ្នែកថ្មិចឲ្យយើងថ្មិចក៏ពេតមែនប៉ាសន្លឹងណាសន្លឹងមករកចំច្មោះទីដែលខ្យល់ចេញចូលប៉ះដើម្បីសតិដែរ
Bà này nó bò lấy chập đơm mà đọ tăng hầm srop cho là cho lại pin nhiệt đấng nó cho lại đừng rồi pin nhái pin chênh mà pin chênh lại đừng cái complete thay chênh cho lại pin chênh lại complete lại sao bò tên mình đang thập pinอย่างไม่คล้าอัดđang thập pin làไม่làไม่tiền nàyถ้าการนับpinสโลว์ไม่ก็เต้าเวมันรวยไปจัดแล้วนั่งไงแต่เช่นมาแต่ว่าให้เนี่ยไอ้หนึ่งเช่นที่ละลิงเช่นโชว์เลยpinเช่นยังเป็นเช่นมาวิ่งไปเช่นไงไปสเตย์ย่อยดังมาหน่อยเช่นโชcho pin hơi chênh mà bên như ấy đấng đó cho ấy đấng thầy cho chênh ấy đấng thầy chênh mình cho mình đấng chênh mình đấng tê bò mà là cho cái trao đấng để đấng nó phải lấy thật sự tệ cái trao ca ở những đấng năng ấy chênh cho nó mình thì chia có bắt đà bật máy ắtตัวโยสำเร็จไอ้แต่ตัวใบสำเร็จไอ้โซซับไอ้หมอปะหนึ่งตรีชี้dươngอัตราการจังดังถ้าสำเร็จไอ้เต้เพราะนั่งเมนกาเงี้ยได้กี่อ้อยยังดังสำเร็จเต้กี่อ้อยยังดังชอลเชนโจเต้บ่แต่ตัวดังสำเร็จเพราะเวปเตียนอยู่เนี่ยผู้ชัดดังแต่มาเรื่องเต้กึดบ้านแต่มีเรื่องเต้แต่ยังกึดระลึกดังพิกชอลเชนโจแล้วปนังไอ้แต่ละว่าตัวดังสำเร็จชอบดังชอลเชนโจอะไรชัดตัวบ้านแต่มาเรื่องเด้แต่ยังดังทางสำเร็จไอ้ชอบดังชอลเชนโจบัดมันอัตราการจังดังไอ้ปีสำเร็จโซซับไอ้เต้เราดังแต่พิกชอลเชนโจปนังไอ้นี่คอมเพล็กซ์ดอกต่างหากโจไอ้เป็นเช่นไงจอลต่างหากบางอย่างนี่มีใบถนัดจอลมุนโมงครับจอลโกรธเกลียดจอลแล้วไปโกรธเกลียดเปียถ้าโกรธเกลียดคือจอลไปอัดสมาร์เนี่ยเต้โลทีบโดเจดมทมออย่างดมทมอโยมว่าเมียนโตเมียนทมไอ้ไปโกรธเกลียดจ้ะจอลต่างหากโกรธเกลียดนี่ทว่าอ้อยกายยังนั่งมันบ้านตัวสิกระไดซอกแต่ตัวสิกระไดตุ่มต่างหากว่าเมียนตั้งพองทูพองเลี้ยแค่นี้เงียบรังเบิ้ลนั่งไงมันจะกี่อ้อยดอกต่างหากไอ้เว้ยนั่งไอ้ต่างหากมันสมาดอกต่างหากสมาเต้าจอลต่างหากได้โกรธเกลียดนั่งเบี้ยเต้าจะละเอ็นviệc bayโกรธเกลียดทมđó làเอ็นnhữngที่ประมาณโดยจะกระบกอกระบสันได้จังเมื่อกระบกอกระบสันได้ปั้นคะแนนเพราะมันเอากระบเบียร์ปั้นคะแนนครับจัลเอ็นจัลเอ็นนั้นทั่วไอ้กายยังบานซอกสรูลมันได้สงบอัดเศร้าเสียซอกก็ว่าไอ้เตปอเพราะนั้นยังเชียเยี่ยมดอเตียนดอต่างหากเชียเยี่ยมดอเชียจอยเต้าก็จอลละเอ็ดครับเอ็ดเวียมันแล้วเวียพองได้มาสาวจังน่ะดับไปจอลมันนั่งไอ้ได้ประดานสักได้ซอกอ่อยดอกกายหนึ่งจัดบอกเป็นยืนชมเมียนระซับระซอลก็วายระเซระซอไอ้บอกงี้ยังซอกสรุปเลย
អានេះឈ្មោះថាចិត្តស្ងប់ណាតែកុំភ្លេចណាចូលឲ្យពេញចេញអីអស់ដូចខ្យល់ចេញខ្យល់ចូលត្រូវឲ្យដឹងគ្រប់គណៈដែលខ្យល់ចេញចូលអ្នកដែលបានសិក្សារៀនសូត្រមកចាប់សិក្សារៀនសូត្រមានការលំបាក3ថ្ងៃអានេះបើសិនណាជាសិក្សារៀនសូត្រអស់រយៈកាល1អាទិត្យឬ10ថ្ងៃឯហ្នឹងថ្ងៃមុនដំបូងថ្ងៃទី1ទី2ទី3ពិបាកគ្រប់តែគ្នាអញ្ចឹងឯងនេះជារៀបមុននេះហើយសួរថាម៉េចបានជាពិបាកហ្នឹង3ថ្ងៃមុនដំបូងថាព្រោះយើងអត់ធ្លាប់វាមិនធ្លាប់ដូចជាកាយរបស់យើងមិនដែលនៅស្ងៀមសោះកម្រើកចលនាធ្វើការងារឲ្យតែរវើកកាយហ្នឹងឬមាត់របស់យើងមិនឈប់សោះនិយាយគ្នាប្រស្រ័យទាក់ទងវិចិត្តរបស់យើងអត់ស្ងៀមសោះដល់មករៀននេះគេឲ្យស្ងប់កាយគេមិនឲ្យកម្រើកមាត់គេមិនឲ្យនិយាយចិត្តឲ្យនៅតែស្ងៀមអានេះឯងទៅជួបការពិបាកណាជំរាបពីការពិបាកគឺវិញចឹងហើយវាមិនមែនសម្រាប់ធ្វើសមាធិទេស្អីក៏ដោយការងារថ្មីយើងរៀនទ្រឹស្ដីចេះហើយមិនទាន់បានអនុវត្តទេចេះតែទ្រឹស្ដីដល់ទៅពេលអនុវត្តធ្វើពិបាកហើយវាមិនទាន់ស្ទើរមិនទាន់ថ្នាក់ជំនាញហ្នឹងតែយើងធ្វើយូរទៅស្គាល់របៀបបែបបត់ទៅវាស្រួលទៅវិញយ៉ាងណាមិញចម្រើនសមាធិក៏ដូចជាគ្នាអញ្ចឹងដែរតែបានឆ្លងផុត3ថ្ងៃហើយគេថាវាធ្លាប់ជួបការពិសោធន៍ហើយធ្លាប់នៅស្ងៀមកាយនៅស្ងៀមធ្លាប់ចិត្តនៅស្ងៀមធ្លាប់សម្ដីមាត់នៅស្ងៀមចិត្តនៅស្ងៀមវាធ្លាប់បានប្រព្រឹត្តទៅដោយស្រួលអានឹងសំជំរាបអញ្ចឹងបើមិនបានជំរាបទេថយបើពិបាកអញ្ចឹងធ្វើមិនកើតទេស៊ូមិនបានទេថានេះពិបាកតែខាងដើមទេបងប៉ុន្តែសិក្សាហ្នឹងបើយល់ល្អក្នុងមួយខែអីបដិបត្តិម្ដងមកជួបជុំគ្នាអញ្ចឹងមួយថ្ងៃចំណាយមួយថ្ងៃដែរព្រោះនឹងជាពាក្យទូលមានរបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូត្រូវឲ្យយើងនឹងធ្វើកិច្ចការងារនេះឯងដើម្បីរំដោះចិត្តយើងនឹងអប់រំចិត្តរបស់យើងនឹងឲ្យស្អាតបរិសុទ្ធល្អពេលសេចក្តីទុក្ខសេចក្តីសោករបស់មនុស្សទៅទៅពីចិត្តហ្នឹងឯងនៅលើសំដែងថាចិត្តទេចិត្តទេទុក្ខតិបដិកង្ខាចិត្តទេសង្ឃលិទ្ធិទុក្ខតិបដិកង្ខាកាលណាបើចិត្តនឹងសៅមងដោយកិលេសហើយកិលេសមកគុំក្រងចិត្តទៅហើយចិត្តនឹងនាំយកសត្វសេចក្តីទុក្ខយកមកឲ្យដល់ខ្លួនយើងចិត្តទេបរិសុទ្ធិសុគតិបដិកង្ខាកាលបើចិត្តស្អាតបរិសុទ្ធហើយចិត្តនឹងនាំយកសេចក្តីសុខមកប្រគល់ឲ្យខ្លួនរបស់យើងនឹងព្រះសម្មាសម្ពុទ្ធលោកសម្ដែងចឹងញោមមើលកាលណាមនុស្សកើតទោសៈកំហឹងក្រោធខឹងសំបីសម្ដីក៏ក្រោធក្រៀតដែរកាយវិការអីក៏ចងេងចងាងដែរវាអត់សុភាពទេណាអានេះមកពីទោសៈចិត្តហ្នឹងកិលេសហ្នឹងធ្វើឲ្យក្តៅក្រហាយតែកាលណាបើចិត្តនឹងស្ងប់ស្រួលល្អហើយសម្ដីវាចាក៏សុភាពរៀបសារល្អកាយវិការនឹងក៏ទន់ភ្លន់ល្អឃើញទេចិត្តនឹងយ៉ាងឯងអ្នកបញ្ជាមកលើសម្ដីនឹងកាយហ្នឹងការដែលចម្រើននឹងទ្រឹស្ដីដែលអាត្មា
ជំរាបដល់ញោមញាតិគ្រប់គ្នាទាំងអស់នេះស្ដាប់ទៅងាយស្រួលប៉ុន្តែចុះអនុវត្តបប្រតិបត្តិលំបាកព្រោះវាមានសត្រូវមកយាយីដល់យើងច្រើនណាស់ក្នុងពេលចម្រើនហ្នឹងសត្រូវទី1គឺការចុករយស្ពឹកស្រពាន់ដៃជើងកើតមានឡើងហើយហ្នឹងអាសេចក្តីចុករយស្ពឹកស្រពាន់ហើយធ្វើឲ្យយើងលំបាកប្រកកាយហ្នឹងឯងអានឹងមួយអានេះសត្រូវហើយត្រូវដឹងសត្រូវមកបំផ្លាញយើងហើយបើអញ្ចឹងតើយើងអ្នកចម្រើននឹងមានសេចក្តីអត់ធន់យកខណ្ឌតៃបល័យណាថាអត់ធន់នឹងការចុករយស្ពឹកស្រពាន់ហ្នឹងឯងកុំឲ្យយកចិត្តទៅទុកដាក់ក្នុងវាសូម្បីតែយើងចុកជើងក៏យើងនឹកអូចុកជើងចាត់ស្ទុះផ្លែតដល់ទៅនៅណាកន្លែងឈឺចុកចាប់ជើងហ្នឹងលឿនណាស់ទន្លេអាចខ្យល់ចេញចូលបាត់លោតទៅនៅព្រាមរហូតដល់យើងអត់ដឹងតែចិត្តយើងទន្លេខ្យល់ចេញចូលចោលនោះទៅនៅណាកន្លែងឈឺចុកចាំលឿនកម្លាំងសន្ធុះរបស់ចិត្តលឿនណាស់គ្មានអ្វីលឿនប្រហែលឆ្មើចិត្តយើងទេផ្លែតទៅព្រាមកោព្រាវៀងចិត្តគឺលបឿនរបស់ចិត្តគ្មានអីលឿនស្មើទេសំបីចរណអគិសនីក៏លឿនមិនស្មើនឹងចិត្តដែរដូចជាយើងនៅនឹងអង្គុយតែនឹកឃើញស្រុកបារាំងដល់ស្រុកបារាំងផ្លេតអាមេរិកដល់អាមេរិកផ្លេតមើលលឿនចឹងឲ្យយើងដឹងតែខ្យល់ចេញចូលនឹងឯងបងឈឺចុកចាប់អីត្រូវអត់ធន់តស៊ូវាអានឹងពិបាកចេញទីបំផុតដែរតែដល់ចុកចោលមានសេចក្តីទុកបង្កើតពីកាយហ្នឹងជាពិបាកនឹងស៊ូត្រូវតែបើសិនយើងពង្រឹងចិត្តឲ្យជាប់ទៅក្នុងខ្យល់ចេញចូលទៅដល់ចិត្តស្ងប់ទៅអាចិត្តស្ងប់នឹងវាទៅសង្កត់អាចុករយស្ពឹកស្រពាន់នោះឲ្យធូរស្រាលទៅបានឲ្យតែចិត្តស្ងប់នៅនឹងក្នុងការចេញចូលនោះរិមយានទីការរសាប់រសល់ក្រវល់ក្រវាយចិត្តនឹងកើតឡើងសេះរសោះចិត្តនឹងវិជាស្ទុះទៅនេះស្ទុះទៅនោះអានឹងមួយសត្វសត្រូវដែលមកបំផ្លាញយើងយើងត្រូវតែប្រឹងទប់ចិត្តកុំឲ្យវាទៅកាន់ទីណាឲ្យនៅនឹងតែនឹងចេញចូលខ្យល់ចេញចូលជាការងារទួនាទីរបស់បញ្ញើចេញដឹងតែចេញដល់ត្រឡប់ចូលមកវិញដឹងថាចូលពង្វិលវានៅនឹងឯងដល់អញ្ចឹងទៅចិត្តរបស់យើងចេញចូលវាមិនដាច់ពីគ្នាទេវានៅជាប់បើដូចជាវ៉ាក់កង់ជាវ៉ាក់ម៉ូតូយើងវានៅវងមូលអញ្ចឹងកាលណាចម្រើនណាតើវាធ្វើអីយើងនេះចម្រើនភ្លេចភ្លាំងសតិខ្យល់ចេញខ្យល់ចូលដឹងអត់ច្បាស់អានេះយើងត្រូវដឹងថាមានសត្រូវមួយចូលមកទៀតហើយអាសត្រូវដែលធ្វើឲ្យយើងមិនដឹងច្បាស់ហ្នឹងហើយមោហៈហើយអាហ្នឹងធ្វើឲ្យយើងភ្លេចភ្លាំងតែមោហៈនឹងចូលមកយើងធ្វើម៉េចដើម្បីឲ្យមោហៈនឹងចេញទៅឲ្យសតិកើតវិញថាក៏បីប្រើដង្ហើមខ្យល់ដង្ហើមឲ្យធំតែយើងដកដង្ហើមធំដល់យើងដកដង្ហើមធំនឹកខ្យល់វាបោកនឹងទ្វារច្រមុះយើងខ្លាំងយើងដឹងមានសតិកើតឡើងវិញអានឹងជាឧបាយជាវិធីបងnärយើងដកដង្ហើមធំខ្យល់ធំវាបោកនឹងច្រមុះខ្លាំងយើងមានសតិដឹងមកវិញពេលដែលយើងហាត់មុនដំបូង
ចិត្តវានឹងស្ងប់មុនដំបូងក៏តាំងខនិកសមាធិចិត្តចាប់ផ្ដើមស្ងប់មុនដំបូងស្ងប់មិនយូរទេបងតែ4-10នាទីអីរើរូបអានេះគេចាប់ផ្ដើមមុនដំបូងតាំងខនិកសមាធិស្ងប់យ៉ាងបាន4-10នាទីទៅរើរូបចិត្តមិនរើរូបស្ទុះទៅនេះទៅនោះលោកធៀបដូចជាកូនក្មេងទេរកយករៀនក្រោកឈររៀនក្រោកឈរទៅក្រោកឈរឡើងទៅតេស្តាដួលប្រុសទៅវិញយ៉ាងណាមិនចិត្តដែលចាប់ផ្ដើមស្ងប់មុនដំបូងដូចគ្នាអញ្ចឹងឯងបងតែយើងខំព្យាយាមបណ្រឹងយូរទៅវារឹងតែឡើងហើយដែលកូនក្មេងប្រឹងឈរដល់រៀនគេទៅចំហវាបានរឹងហ្នឹងគេហៅឧបចារៈសមាធិដែលមានកម្លាំងមធ្យមរឹងមធ្យមហើយហើយយើងព្យាយាមតទៅទៀតចម្រើនធ្វើការងារនឹងតទៅទៀតដែលទៅចិត្តនឹងវារឹងមាំស្ងប់ដល់ទៅអបណាសមាធិវាមាន3ថ្នាក់អញ្ចឹងប៉ុន្តែអបណាសមាធិនេះมันងាយឈានទៅដល់ទេប៉ុន្តែគ្រាន់តែលំដាប់នៃចិត្តស្ងប់នឹងយកមកអធិប្បាយជូនដល់អ្នកចម្រើនទាំងអស់គ្នានឹងឲ្យជ្រាបនេះសុទ្ធតាដែលចិត្តវាស្ងប់ទៅមានហេតុអីកើតឡើងដល់អ្នកចម្រើនមិនមានទេមានហេតុសញ្ញាបង្ហាញប្រាប់អ្នកចម្រើនកាលណាចិត្តស្ងប់ទៅវាមានហេតុបល័យថាបៃតិប្រែជាខ្មែរថាសេចក្តីឆ្អែតកាយឆ្អែតចិត្តនឹងកើតឡើងធ្វើឲ្យកាយនឹងស្ងប់ស្រួលចិត្តស្ងប់ស្រួលឈប់រសាប់រសល់កវល់កវាយហើយនៅស្រួលហើយមិនមានសញ្ញាបង្ហាញប្រាប់យើងទី1មានសេចក្តីព្រឺរោមព្រឺសម្បុរលើកាយរបស់យើងកើតស្រីយកខ្ញាណាព្រឺរោមព្រឺស្បែកនេះសញ្ញាទី1ទី2អាចឲ្យភ្នែករបស់យើងនេះឃើញពន្លឺភ្លើងដូចជាបើកភ្នែកភ្នែកយើងថ្មិចមែនបើឃើញពន្លឺទី3អាចឲ្យកាយរបស់យើងអ្នកចម្រើនធ្វើដូចជាយល់កាយខ្លួនយើងស្ងៀមតែបានវាហាក់បីដូចជាយល់ដូចជាទឹកលឡោកយើងមើលទឹកទន្លេទឹកសមុទ្រលឡោកយល់ទី4ធ្វើឲ្យកាយរបស់យើងដូចជាដកកម្ពស់ខ្ពស់ឡើងឬដូចជាកាយរបស់យើងរីកធំប៉ោងឡើងឬដូចជាកាយរបស់យើងដូចជាស្រាលដូចប៉ែលប៉ោលហាក់បីដូចចង់ដែកផុតពីទីដែលអង្គុយណាទី5អាចធ្វើឲ្យកាយនិងចិត្តរបស់យើងនេះទៅជាស្លេកក៏ស្រួលសុខទៅហើយហាក់បីដូចជាខ្លួនយើងដែរទៅនៅក្នុងភពណាមួយអាកំបាំងដែលមិនដែលទៅដល់ហ្នឹងដូចទៅក្នុងភពនោះមានតែយើងម្នាក់ឯងទៅទទួលសេចក្តីសុខកាយសុខចិត្តក្នុងក្រៃលែងរហូតដល់ទៅស្រក់ទឹកភ្នែកទៀតវាបៃតិហ្នឹងបើមកជាកើតឡើងដោយសបាយវាទៅជាស្រក់ទឹកភ្នែកហ្នឹងមកឯងអានេះមានសញ្ញាចឹងបង្ហាញដល់អ្នកចម្រើនប៉ុន្តែសញ្ញាដែលកើតមុនគេនឹងច្រើនតែការព្រឺរំព្រឺសម្បុរមុនគេ
អានេះមានសញ្ញាអស់អញ្ចឹងតែមានហេតុកើតឡើងនឹងតែចិត្តស្ងប់ប៉ុន្តែមានហេតុណាមួយកើតឡើងក្នុងបណ្ដាហេតុទាំង5នេះអត់ឲ្យយើងគិតទេពីព្រោះហេតុនេះកើតឡើងដោយសារចិត្តយើងវាស្ងប់នៅក្នុងរឿងដង្ហើមខ្យល់ចេញចូលនោះបើសិនយើងកើតសេចក្តីព្រឺរោមកើតឡើងយើងគិតមិនព្រឺទេទន្លាក់អានខ្យល់ចេញចូលចោលបាត់ខូចហើយបានតែវាព្រឺអីក៏ព្រឺទៅកុំទៅរវល់វាខំបង្រឹងសតិឲ្យដឹងថាខ្យល់ហ្នឹងព្រោះឲ្យតោងជាប់កុំលបេះអីសោះប្រការព្រឺរោមព្រឺស្បែកក្តីឬក៏អាចឃើញពន្លឺភ្លឺផ្លេកដែរឬក៏អាចធ្វើឲ្យកាយនឹងយល់ឲ្យទឹកលលោកក្តីឬក៏ធ្វើកាយនឹងឲ្យស្រាលឲ្យដកកម្ពស់ក្តីឬធ្វើកាយឲ្យតែជាស្លឹបសក់ស្រួលទៅពោរីករាយទៅក្តីគ្រាន់តែជាសញ្ញាទេគេមិនឲ្យត្រេកអររីករាយគឺចិត្តស្ងប់ព្រោះលក្ខណៈនឹងដែលកើតឡើងមកពីចិត្តវាស្ងប់តែដល់យើងរវល់ទៅគិតថាអីមិនព្រឺរោមព្រឺស្បែកមិនឃើញអីយ៉ាងចេះធ្លាក់បាត់ចិត្តងាកទៅនោះបាត់ទម្លាក់នឹងចោលខូចអានឹងលោកធៀបថាវាដូចជាគ្រាន់តែជាសញ្ញាទេដូចជាគេឲ្យយើងយកផ្លែចេកផ្លែស្វាយអីដែលវានៅខ្ចីទៅបន្ទុំធម្មតាផ្លែចេកស្វាយកាលណាវានៅខ្ចីមិនទាន់ទុំពើវាខៀវតើយើងយកបន្ទុំវាដូរអាពើខៀវទៅជាពើលឿងណាពើលឿងសញ្ញាប្រាប់យើងថាស្វាយនិងចេកដែលយកទៅបន្ទុំនោះវាទុំហើយយើងអាចបរិភោគបានតែប្រាប់អញ្ចឹងតែខ្លឹមសារគឺសាច់របស់ស្វាយនិងចេកទេដែលយើងបរិភោគហ្នឹងអាពើលឿងគ្រាន់តែសញ្ញាទេអត់ពិសាអត់អីកើតទេពេលជាអង្គុយចម្រើនយ៉ាងសេចក្តីស្ងប់នឹងជាផលរបស់ចិត្តដែលយើងបដិបត្តិអាការព្រឺរោមព្រឺស្បែកហ្នឹងដូចជាសញ្ញាប្រាប់យើងអញ្ចឹងទេមិនអញ្ចឹងឲ្យយើងព្យាយាមខំបង្រឹងពេលដែលចិត្តយើងស្ងប់ទៅគឺវាសុខស្រួលឆ្អែតកាយឆ្អែតចិត្តនៅនឹងឯងសតិដឹងអត់ភ្លេចទេប៉ុន្តែវាគ្មានអីជាទុកជាលំបាកកវល់កវាយដែលកើតឡើងនឹងស្ងប់អស់សូម្បីតែការចុករយស្ពឹកសពន់នឹងអាណាចចិត្តស្ងប់វាសង្កត់អានឹងជាប់អស់អត់ឲ្យផលទេបើសិនណាជាមាននៅក៏ក្រិនតែបន្តិចបន្តួចប៉ុណ្ណឹងឯងល្មមយើងនឹងអត់ធន់បានហើយបើស្ងប់ខ្លាំងមែនទែនទៅបាត់ខ្លួនទៀតបាត់អស់មកកណាត់ខ្លួននៅតែមកកណាត់ខ្លួនទេវាបាត់អស់ហើយស្ងប់ខ្លាំងមែនទែននោះបាត់ខ្លួនអស់នៅតែចិត្តនឹងខ្យល់ប៉ុណ្ណឹងឯងដល់ពេលហ្នឹងដែលដល់កម្រិតផលនៃការចម្រើននឹងបានគឺសុខកាយសុខចិត្តកើតឡើងនឹងអានេះបានជាផលហើយបើញោមញាតិអស់គ្នាចម្រើនដល់ថ្នាក់នោះបានដឹងផលនៃសេចក្តីសុខពីចិត្តស្ងប់យ៉ាងម៉េចយ៉ាងមិនចេះតែអង្គុយទេណាបងតែដល់កាលណាវាបានផលគឺអញ្ចឹងអាចគឺទទួលសេចក្តីស្ងប់កាយស្ងប់ចិត្តហ្នឹងធ្វើឲ្យចិត្តកាយសុខស្រួលរំភើយនៅក្នុងហ្នឹងទៅអានេះជាផលហើយបើតែយើងដើរទៅវាមិនទាន់ដល់ទេនៅតែចុករយស្ពឹកសពន់រសាប់រសល់រសេះរសោះកវល់កវាយហ្នឹងឯងចិត្តវាមិនទាន់រំដោះរួចចេញពីកិលេសណាវាកិលេស5នេះដែលវាឃុំក្រងចិត្តទី1គឺកាមឆន្ទៈគឺចិត្តដែលវាពេញចិត្តនឹងកាមគុណ5រូបសម្លេងក្លិនរសសម្ភើអីទាំងអស់នៃចិត្តមនុស្សទូទៅទាំងឡាយវាជាប់ជំពាក់នឹងឯងអានឹងមកឃុំក្រងណាជាវាយចិត្តទី2ព្យាបាទៈបល័យខ្មែរថាគំនុំគុំគួននឹងបុគ្គលណាមួយដែលធ្វើឲ្យប៉ះទង្គិច
ដល់ចិត្តរបស់ផងយើងណាយើងខឹងកើតទោសៈឡើយវាកម្លាំងខឹងហ្នឹងវាកប់នៅក្នុងចិត្តហើយអត់ទៅណាទេកាលណាទៅនឹករលឹកឃើញរឿងហ្នឹងឡើងកើតទោសៈវាចង់រកវិធីធ្វើអីឲ្យអ្នកដទៃដែលធ្វើប៉ះពាល់យើងនឹងបានសេចក្តីអន្តរាយអាហ្នឹងក៏ព្យាបាទទេអានេះកិលេសទី2កិលេសទី3អថៃនមិទ្ធិសេចក្តីងោកងុយនេះងោកងុយដេកអង្គុយចម្រើនហ្នឹងវាកើតអាហ្នឹងឡាហ្នឹងវាប្រចាំវាតែកើតសេចក្តីងោកងុយហើយខ្ជិលច្រអូសកើតមកជាមួយនឹងគ្នាហ្នឹងហើយពេលញោមញាតស្ដាប់តែងុយដេកអីអូយដេកសិនហើយការងារអីក៏មិនធ្វើតែទុកចោលសិនហើយញ៉ាងុយដេកវាប្រកែទៀតមានមន្តអាគមវាមកដាក់យើងសណ្ដំយើងនាំយើងឲ្យទម្លាក់ការងារចោលទៀតនឹងចឹងឯងជាការអង្គុយចម្រើនណានឹងចូលមកវាកើតមានទី3ទី4ឧត្តចៈកុកចៈចិត្តនឹងរស័ព្ទរសល់រសេះរសោះក្រវល់ក្រវាយស្ទុះទៅតនេះតនោះទេពេញពេញតែហ្នឹងឯងវាធ្វើឲ្យយើងពិបាកខ្លាំងមែនទេអានឹងភាសាសប្តាហ៍គេប្រើពាក្យថា stress ចិត្តនឹងវល់ក្រវាយនឹងកិច្ចការស្ទុះទៅវិលវល់ពេញណាពេញណីតែនឹងបានពួកអឺរ៉ុបពួកអាមេរិកអីគេធ្វើការងារតែចិត្តគេនឹងពិបាកអោកអាយបានគេពួកនោះសម័យរៀនសមាធិច្រើនណាធ្វើឲ្យចិត្តស្ងប់ទៅបំបត្តិអាកវល់ក្រវាយហ្នឹងធ្វើឲ្យចិត្តសុខស្ងប់ស្រួលហ្នឹងរួចទី5វិជ្ជកិច្ឆាបល័យប្រែជាខ្មែរថាសេចក្តីសង្ស័យពីនេះសង្ស័យពីនោះអាសង្ស័យរាប់ម៉ឺនសង្ស័យរាប់ម៉ឺនជំពូចេះសង្ស័យវាមិនច្បាស់លាស់នេះសង្ស័យយូរទៅកាន់តែធ្ងន់ទៅជ្រៅទៅថាទេម៉ែឪគ្មានគុណទេដឹងនេះសង្ស័យធ្វើបុណ្យមិនបានបុណ្យទេធ្វើបាបមិនបានបាបទេរួចស្លាប់ហើយក៏មិនកើតទៀតទេជាតិមកក៏គ្មានអានឹងចេះតែទៅជ្រៅឡើងហើយទេវតាក៏គ្មាននរកក៏គ្មានចឹងនេះអាការសង្ស័យនេះច្រើនណាស់បច្ចុប្បន្នហ្នឹងវាធ្វើឲ្យកវល់កវាយចិត្តហ្នឹងអានេះគេហៅនិវរណៈធ្វើ5ដែលវាឃុំក្រងចិត្តយើងតែពួកនេះឃុំក្រងចិត្តរំលងមិនអត់បានសេចក្តីសុខទេចិត្តបានយើងព្យាយាមចម្រើនសមាធិដោះចិត្តឲ្យរួចចេញពីអាណានិគមរបស់កិលេសនេះពេលកាលណាយើងចម្រើនចិត្តស្ងប់នេះអានិវរណៈធ្វើ5នេះវាឃ្លាតចាកចេញពីចិត្តរួចហើយវាកើត5ទៀតជំនួស5ចំនួននោះទី1គឺវិតកវិចារៈបៃតិសុខៈឯកកតា5ដែលជាអកុសលមិននិរលត់បាត់ទៅកើតកុសល5ឡើងក្នុងចិត្តមកនៅអង្គុយក្នុងកន្លែងអានេះ5នេះវិតកនឹងកាត់ចិត្តយើងនោះត្រេះរិះក្នុងរឿងដែលយើងកំពុងធ្វើហ្នឹងពិចារណាមើលខ្យល់ចេញចូលឯកាងារយ៉ាងបៃតិសេចក្តីឆ្អែតកាយឆ្អែតចិត្តកើតឡើងសុខៈហ្នឹងសេចក្តីសុខផ្លូវកាយបែបចិត្តកើតឡើងនេះឯកកតាចិត្តយើងនៅតែមួយនឹងស្គាល់អត់រេអត់ងាកទៅណាទេនេះអា5ហ្នឹងជាផលជាកុសលដែលមកនៅជំនួសអ្នក5នឹងដែលវាកិច្ចចេញទៅហ្នឹងអានេះគេថាសត្វតែមានហេតុមានផលបបាក់អត់ធន់ជាងគេណាសត្រូវខ្លាំងជាងគេគឺចករយស្ពឹកសពន់នឹងឯងពួកអ្នកចម្រើនធ្វើពួកយោគីនឹងមិនងាយអត់ធន់ណាហ្នឹងទេបើយើងតាំងចិត្តព្យាយាមតស៊ូណានឹងឯងសាកមើលទៅ
តាមពិតទៅញោមញាតិអ្នកចម្រើនទើបធ្លាប់តស៊ូនឹងការងារដែលលំបាកសម្រាប់អាជីវកម្មរបស់ខ្លួនធ្លាប់តស៊ូពិបាកមកហើយរាប់ឆ្នាំមកហើយឥឡូវមកតស៊ូអានឹងកន្លែងតទៅទៀតបងទៅយើងតស៊ូលំបាកនឹងចិញ្ចឹមកូនចិញ្ចឹមចៅអីមួយនឹងពិបាកក្រៃលែងជាការលំបាកដែលយើងចេះតែអត់ធន់បានយើងតស៊ូចិញ្ចឹមកូនចៅបានធ្វើការងារបានឥឡូវនេះពេលនេះត្រូវអត់ធន់តស៊ូនឹងការចុករយស្ពឹកសពន់អីតទៅទៀតបងការចម្រើនធ្វើហ្នឹងគេប្រើអិរិយាបថ4បានមិនសម្រាប់តាំងអង្គុយទេឈរចម្រើនក៏បានដើរចម្រើនក៏បានដេកក៏បានប៉ុន្តែដេកនេះចម្រើនមិនសូវបានទេតែដេកលក់ភ្លាមនៅគេខាត់អិរិយាបថមួយមិនសូវប្រើទេតែហាត់វឹកវើនឹងថ្នាក់ឲ្យបានចម្រើនដេកបានវិចារប្រើតាំងអង្គុយឈរនឹងដើរកាលណាបោចុករួយអាកិលេសនឹងបើធ្វើបុករុកខ្លាំងដល់អត់បានគេក្រោកឈរដល់ឈរឡើងបើចិត្តនៅតែសំឡឹងខ្យល់កំណត់ខ្យល់ទាំងហើមដូចតែគ្នាអញ្ចឹងការស្ងប់មិនសម្រាប់តាំងអង្គុយទៅឈរក៏ស្ងប់ដែរហើយបើចម្រើនឈរឲ្យស្ងប់ទៅនៅនឹងថ្កល់ដូចបង្គោលរបងយ៉ាងអត់ដួលទៅណាទេតែស្ងប់គឺរឹងឆ្កឹះនៅនឹងឯងដើរដូចគ្នាប៉ុន្តែបើដើរគេកំណត់យកនឹងជើងឆ្អៀនឆ្វេងឆ្អៀនស្ដាំណាគេទម្លាក់ការកំណត់ខ្យល់នឹងចោលស្អិតយកសតិឲ្យដឹងជើងឆ្វេងជើងស្ដាំឆ្អៀនដាក់ហ្នឹងយ៉ាងគេប្រើអិរិយាបថគេជំនួសគ្នាបានឥឡូវយើងរៀនអង្គុយសិនទៅរៀនបដិបត្តិធ្វើក្នុងលក្ខណៈអង្គុយសិនប្រកបគិនណាតែចុករយស្ពឹកជើងទេទៅគិនអារឿងជើងហ្នឹងទម្លាក់ចោលហើយដល់ប្រទាញយកឈ្នះយកចាញ់អាហ្នឹងមានសត្រូវមកបំផ្លាញយើងហ្នឹងណាបងមិនទាំងហើមកាលមុនដំបូងយើងហាត់ដកឲ្យវែងបងដល់កាលណាខ្យល់គ្រើមគ្រៀតអីវាបែកទៅចិត្តទាំងហើមយើងខ្យល់របស់យើងស្រាលមកវិញបងស្រាលមួយទាំងហើមក៏ខ្លីមកវិញដែរមកឯងចឹងតែដល់ខ្យល់នឹងវាម៉ត់ទៅមែនទេយើងដកតាមមកអត់មានប៉ះនឹងច្រមុះអីខ្លាំងទេស្រាលទេបងបានត្រូវចាំគោលការណ៍ប្រធានបទដែលយើងត្រូវធ្វើការងាររបស់យើងគឺគេឲ្យយើងយាមខ្យល់ឲ្យដឹងពីខ្យល់ទាំងហើមរបស់យើងចេញចូលឲ្យដឹងអានឹងប្រកបដល់កាលណាយើងដឹងប្រកបគឺអត់ទៅវិណាទេត្រូវពង្រឹងចិត្តណាឲ្យនៅនឹងខ្យល់ហ្នឹងឯងការបដិបត្តិនេះវាមានច្រមុះនឹងមួយខ្យល់ចេញចូលតាមច្រមុះនឹងពីរហើយសតិនឹងយកចិត្តមកដាក់ក្នុងចំច្រមុះបីយកមកច្បាច់ចូលគ្នានៅតែហ្នឹងឲ្យដឹងនឹងដឹងដោយសារតែច្រមុះនឹងឯងដឹងចេញដឹងចូលណាប៉ះកន្លែងខ្លះដែលរៀបនឹងស្ងប់មុននឹងស្ងប់នឹងអាកិលេសនឹងវាកន្ត្រោងមកបុករុកយើងនឹងដល់សັບរសល់កវល់កវាយដូចជាពិបាកក្នុងខ្លួនក្នុងចិត្តបងយ៉ាងបណ្ណដល់យុគអ្នកចម្រើនខំអត់បន្តិចបងពង្រឹងចិត្តឲ្យនឹងខ្យល់ចេញចូលនោះឲ្យតែរឹងបន្តិចទៅមិនដាច់ដូចលន់ក្នុងខ្លួនយើងលន់មកស្រិតលន់ក្នុងខ្លួនស្រិតបាត់អាចចុករយស្ពឹកស្ពន់កវល់ក្បាលឲ្យស្ងប់ស្រួលដល់ហ្នឹងហើយបាននេះចិត្តរបស់យើងវាធ
ធ្វើដំណើរចូលដល់កន្លែងដែលស្ងប់ហ្នឹងហើយណាបើមុនចូលដល់កន្លែងស្ងប់ទៅវាកន្ត្រោមមកពេលហ្នឹងបើធ្វើឲ្យយើងលំបាកតែមែនទេអានឹងជាការពិសោធន៍បើអាត្មាធ្លាប់ធ្វើដំណើរទៅហ្នឹងចម្រើនទេវិញអ្នកមិនដឹងទៅដល់តំណងធន់មិនបានដោះចោលហើយខូចទៅបើមិនតស៊ូបន្តិចសង្កត់đấy sao đó dừng lănក្នុងខ្លួននឹងមកស្រាប់ស្ងប់ជើងស្រួលមកបាត់អាកវល់កវាយអស់លៀមដូចជាម៉ាស៊ីនដែលកំពុងតែឆេះឲ្យយើងបន្លាត់ទៅស្ងៀមជើងចឹងតែម៉ាស៊ីនឡានម៉ាស៊ីនម៉ូតូអីណាដែលវានៅឆេះវាកន្ត្រងលឺសូរសំឡេងឲ្យដល់យើងបន្លាត់វាទៅស្ងប់ជើងព្រាមបើស្ងប់យកអស់សំឡេងអីទៅអានឹងជាការធៀបឧបមាបើឲ្យអ្នកចម្រើននឹងយល់យ៉ាងអញ្ចឹងមកយើងដើរដឹងអូសេចក្តីកើតឡើងពីចិត្តដែលស្ងប់គឺវាសុខវាស្រួលជាស្ងៀមចឹងហើយដល់ចម្រើនទៅដល់ស្ងប់ហើយអ្នកដទៃគេសួរស្ងប់ដើម្បីមកឯងនិយាយប្រាប់គ្នាគាត់និយាយអត្ថាធិប្បាយបញ្យល់បានប៉ុន្តែឲ្យទទួលផលពិតពីការស្ងប់នឹងអ្នកដែលស្ដាប់អត់ដឹងទេលោកធីបឧបមាថាដូចជាយើងយកអំបិលមួយដុំឬស្ករមួយដុំទៅឲ្យអ្នកដទៃបៀមតែបៀមចូលនៅមាត់ទៅយើងសួរថាម៉េចទៅអំបិលហ្នឹងគេថាប្រៃស្ករម៉េចទៅគេប្រាប់ថាផ្អែមយើងឲ្យគេបញ្យល់ថាផ្អែមយ៉ាងម៉េចប្រៃយ៉ាងម៉េចអត់មានបញ្យល់បានទេថាប្រៃនឹងយ៉ាងម៉េចផ្អែមយ៉ាងម៉េចបញ្យល់បានដឹងតែអ្នកណាដែលអ្នកដែលបៀមនឹងឯងបងដែលធ្វើការនេះណាមានលក្ខណៈពីរកុំភ្លេចមួយសេចក្តីអត់ធន់និងសេចក្តីទុក្ខលំបាកកើតឡើងក្នុងផ្លូវកាយណាទីពីរព្យាយាមធ្វើព្យាយាមតែក្នុងការកំណត់នឹងខ្យល់ចេញចូលនឹងមិនដាក់ចោលមានលក្ខណៈពីរការហាត់បានហាត់រៀនការចម្រើនទុកចិត្តធ្វើចិត្តឲ្យស្ងប់ទៅបានដល់រួចទៅពេលណាមួយដែលចិត្តនឹងកវល់កវាយសាប់រសល់ស្មុគស្មាញក្នុងកិច្ចការងារអីរកកន្លែងតាណាដែលស្ងាត់អង្គុយសងំតែទៅបង្អន់ចិត្តទៅកាន់សមាធិចិត្តទៅដល់ចិត្តស្ងប់នៅកើតឡើងទៅលុបបំបត្តិអកវល់កវាយនឹងបានអានឹងពិធីណាវាមានប្រយោជន៍អញ្ចឹងផងវាដែលយើងព្យាយាមចម្រើនយូរទៅទោសៈមោហៈហ្នឹងវាខ្សោយវាស្រាលទៅកំហឹងជាពិសេសគឺកំហឹងដែលយើងធ្លាប់បានហាត់បើកវើចម្រើនវាឲ្យតណ្ណាធ្វើអីក៏មកខឹងតងតាំងខ្លាំងក្តោកអាហារខ្លាំងហើយដល់យើងហាត់ចម្រើនព្យាយាមទៅវាស្រាលទៅមានអ្នកណាធ្វើអីឲ្យប៉ះតង្កិចដល់ចិត្តឡើងក៏មិនសូវមានកម្លាំងនឹងខ្លាំងក្លាទេស្រាលតែយើងដល់យើងរៀនទៅយូរទៅយើងសង្កេតដឹងផលដែលផ្ដល់ឲ្យមកយើងហ្នឹងកម្លាំងឲ្យកើតឡើងវាស្រាលវាអត់ធ្ងន់ដូចពីមុនទេនេះកម្លាំងក៏ឆាប់រសាយឆាប់រលុបបាត់ទៅវិញនេះសត្វតែជាផលនៃការដែលអប់រំចិត្តធ្វើចិត្តឲ្យបានស្ងប់ហ្នឹងដូចចិត្តនេះវាមិនងាយទេលោកធៀបម្យ៉ាងថាចិត្តដូចជាត្រីវារស់នៅក្នុងទឹកយ៉ាដល់យើងទៅចាប់ត្រីនឹងពីក្នុងទឹកបោះមកលើគោ
ត្រីនោះអត់នៅស្ងៀមទេវារនាលវាបណ្រាស់វាលោតទៅរកទឹកវិញព្រោះកន្លែងវាធ្លាប់នៅវាពេញចឹងលោតទៅមិនដល់ទឹកក៏វាមិនស្ងៀមលោតទៅដាច់ខ្យល់ស្លាប់លើគោកហ្នឹងឯងឬបើវាអាចទៅទឹកវិញដល់ក៏លោតទៅដល់ទៅទឹកណាបានន័យចិត្តរបស់យើងវាដេកតម្រាំបើនៅក្រោមឥទ្ធិពលរបស់កិលេសហ្នឹង5ហ្នឹងឯងហើយទៅរត់នៅតាមហ្នឹងឯងវិញរមៀលទៅរត់តាមហ្នឹងវិញនេះមួយសតលោកធៀបតែចិត្តនឹងធៀបដោយសត្វស្វាអត់ចេះនៅស្ងៀមវាកន្ត្រងវាលោតវារើសំបីយើងទៅចាប់វាណាយើងចាប់ខ្លួនវាចាប់ទៅនៅដៃនៅជើងយើងចាប់ដៃចាប់ទៅនៅជើងវាកន្ត្រងទៀតចាប់អាជើងដៃចាប់ទៅនៅក្បាលហើយកវីកវត្តងាករៀនទៅចាប់ក្បាលវាចាប់ទៅនៅភ្នែកវាព្រឹកញាក់ដាក់យើងនេះតែចិត្តជាសភាវៈដែលញាប់ញើបឯដូចជាសត្វស្វាអញ្ចឹងនេះលោកប្រាប់ស្រេចពីកម្លាំងរបស់ចិត្តអំពើរបស់ចិត្តក៏ប៉ុន្តែទោះបីយ៉ាងហ្នឹងក៏ដែរឲ្យតែយើងព្យាយាមតស៊ូទៅនឹងអាចចាប់វាបានទប់វាបានបើធម្មតាមនុស្សយើងកាលណាធ្វើអីតែចង់បានទទួលលទ្ធផលពីការងារដែលយើងធ្វើហ្នឹងដែលយើងរៀនភាសារៀនចិនយើងចង់ចេះភាសាចិនរៀនអង់គ្លេសចង់ចេះភាសាអង់គ្លេសតែយើងតស៊ូរៀនបានចេះបើយើងមិនតស៊ូព្យាយាមនឹងរៀនទេអត់ចេះណានឹងមិនមានខន្តីសេចក្តីអត់ធន់នឹងព្យាយាមដូចតែគ្នាហ្នឹងហើយតែយើងមិនតស៊ូអត់ចេះទេអ្វីដែលយើងរៀនយ៉ាងណាមានសមាធិនេះក៏ដូចតែគ្នាតែយើងមិនតស៊ូព្យាយាមអត់បានសម្រេចទទួលលទ្ធផលទេមិនអញ្ចឹងគិតថាត្រូវតស៊ូព្យាយាមឲ្យបានស្គាល់រសជាតិនៃចិត្តស្ងប់ណាសប្តាហ៍ថ្ងៃវិធីអប់រំសមាធិនៃគេរៀនណាព្យាយាមរៀនណាសំបីពួកបរទេសអ្នកកាន់សាសនាគ្រីស្ទានមូស្លីមក៏រៀនដែរគឺថាមានប្រយោជន៍ធំណាស់សម្រាប់ជីវិតរបស់គេបើយើងអ្នកកាន់ពុទ្ធសាសនាវិជ្ជានេះព្រះពុទ្ធលោកសំដែងខុសពីព្រះពុទ្ធមិនណាចេះទេវាមានផ្ដល់ផលប្រយោជន៍សម្រាប់ដល់មនុស្សទាំងអស់ហ្នឹងដែលសិក្សារៀនទៅហ្នឹងកម្មវិធីរបស់ពុទ្ធសាសនាមានសិលសមាធិបញ្ញាតែ3វិធីដែលរំដោះខ្លួនធ្វើជីវិតរបស់យើងឲ្យសុខក្នុងមនុស្សនេះក្នុងលោកខាងមុខនឹងព្រះនិព្វានហើយយើងទាំងអស់គ្នាមនុស្សសត្វតែប្រាថ្នាចង់បានសេចក្តីសុខគ្រប់តែគ្នាអានេះជាមេគាព្រោះដែលប្រព្រឹត្តដើម្បីសេចក្តីសុខសេចក្តីសុខនឹងទ្រព្យនឹងសម្បត្តិនឹងរឿងមួយហើយប៉ុន្តែបើសិនយើងមានទ្រព្យមានសម្បត្តិឲ្យបើចិត្តយើងនេះវាមិនស្ងប់ទេក៏វានៅតែមានកដោកាហាយហ្នឹងដែរបើអញ្ចឹងយើងអប់រំចិត្តយើងឲ្យស្ងប់ស្រួលទៅឲ្យនឹងក្នុងរឿងតែមួយទៅបានស្ងប់ក្នុងកាន់តែប្រពៃប្រសើរទៅទៀតផងធ្វើឲ្យយើងមានសុខភាពល្អចិត្តស្ងប់ឲ្យសុខភាពក៏ល្អ
សតិស្មារតីក៏រឹងមាំល្អវាមិនទន់ជ្រាយទេចិត្តស្ងប់ថ្ងៃនេះព្យាយាមជំរាបឲ្យព្យាយាមមកថ្ងៃនេះផ្អាកការប្រស្រ័យទាក់ទងរវាងគ្នានឹងគ្នាសោះឲ្យបានច្រើនដែលពិសាហាឲ្យរួចទៅអាចរកកន្លែងឃ្លាតពីគ្នាទៅឡើងមកសម្រាកហ្នឹងក៏បានដែរនេះដែលយើងមកសម្រាកក៏ចិត្តរបស់យើងយកអារម្មណ៍ខ្យល់នឹងមកតម្កល់ជានិច្ចទោះបីអង្គុយផ្អែកក្តីសណ្ដោចជើងក្តីអីក្តីក៏មិនឯងចង់ចិត្តឲ្យវាជាប់ទៅនឹងឯងនឹងការងារហ្នឹងកុំទម្លាក់ចោលវាจะដល់ពេលត្រូវការបដិបត្តិបន្តទៅទៀតរក្សាមួយថ្ងៃបើធ្លាប់និយាយធ្លាប់ស្ដីធ្លាប់តែជែកគ្នានៅវាមានប្រក្រតីប្រចាំថ្ងៃប្រចាំខែប្រចាំជីវិតនឹងមកហើយថ្ងៃនេះត្រូវរៀនឲ្យស្ងប់ក៏មកផ្អាកការនិយាយប្រក្រោះកិច្ចការងាររបរឲ្យសន្ទុកមកលះចោលមកពេលនឹងសិនដល់កុំឲ្យចិត្តនឹងវាវិវត្តទៅតាមខែថ្ងៃប្រក្រតីដែលមានហើយពីមុនមិនទប់ស្តិរាសង្កត់វាបងអានេះយើងធ្វើមកចាស់ចិនណាមិនធ្វើមកចាស់ណាបើធ្វើម៉េចឲ្យតែព្យាយាមដើរទៅជួបដល់អាកន្លែងស្ងប់តែម្ដងស្គាល់ឲ្យជារស់ពេញចិត្តអាចពេញចិត្តចង់ធ្វើបន្តទៅទៀតព្រោះដល់ទៅកន្លែងដែលខ្ញុំញាតធ្វើចំនួនជួញប្រែយ៉ាងដល់វាបានកម្រៃចំណេញមកចង់បានធ្វើតទៅទៀតដូចគ្នាអញ្ចឹងហើយឲ្យតែធ្វើម៉េចបានចិត្តចូលទៅដល់កន្លែងស្ងប់តែម្ដងស្គាល់រសជាតិសេចក្តីស្ងប់គឺពេញចិត្តជ្រះថ្លាយ៉ាងមកហើយសពស្រួលអញ្ចឹងតើសេចក្តីស្ងប់សពស្រួលដល់ផ្លូវកាយផ្លូវចិត្តហ្នឹងឲ្យទទួលស្គាល់ផលនៃចិត្តស្ងប់នឹងយ៉ាងណាដើរទៅដល់ខ្លួនឯងម្ដងជាប់ចិត្តហ្នឹងចិត្តយើងវាលៀនណាដែលយើងក្តៅក្រហាយមកពីរឿងអត់ល្អវាចូលមកចិត្តប៉ះនឹងចិត្តណាឬចិត្តទៅជួបនឹងរឿងអាក្រក់ធ្វើឲ្យយើងក្តៅក្រហាយកើតទុក្ខមិនសប្បាយកាលណាមានរឿងល្អមកប៉ះចិត្តយើងធ្វើឲ្យយើងសប្បាយរីករាយក្នុងចិត្តហ្នឹងណាអានោះវាកិលេសរឿងអាក្រក់ឲ្យយើងក្តៅក្រហាយរឿងល្អឲ្យយើងសប្បាយរីករាយសើកិលេសល្អក្តីអាក្រក់ក្តីវានៅក្នុងកិលេសទាំងអស់ឥឡូវនេះយើងទុកចិត្តយើងឲ្យនៅកណ្ដាលចិត្តនឹងវាកណ្ដាលអញ្ចឹងរឿងអាក្រក់ក៏អត់ឲ្យចូលរឿងល្អក៏មិនឲ្យចូលចិត្តហាមឃាត់នៅនឹងខ្យល់ចេញចូលខ្យល់ចេញចូលបើអត់មានរឿងអាក្រក់ល្អក្នុងនេះវាកណ្ដាលដល់កាលណាចិត្តនឹងវាស្ងប់នៅរឿងខ្យល់ចេញចូលបានវាកើតផលពីសេចក្តីស្ងប់ឲ្យមកវារីករាយសពទៅអត់មានមកពីហេតុអីទេហេតុពីចិត្តស្ងប់បើដូចយើងរីករាយនឹងបានទ្រព្យបានសម្បត្តិអាហ្នឹងវាត្រេកអររីករាយពីការមានលៀបអាហ្នឹងអត់តែរីករាយមកពីចិត្តដល់ចិត្តស្ងប់ទៅវាកើតបៃតេ
ในการอายุเท่าเมียนกาจึงอีดจึงออกขนมการจะเดาะตั้งห้าไม่ทมเว้งคลังแล้วสังก้อนบอกถือเรือนั่งบัดออกตีแต่บ่ยืมนั่งแช่เป็นต้นนะนั่งไปกอดกันนักลังละแต่ปลาตั้งห้ามทมนั่งนะเดาะตั้งห้ามขจรเราว่าทมเลยยังแต่งเกิดแต่เมียนเรื่องไอ้เดิมบอกว่าจัดครั้งใดใจเดาะตั้งห้ามทมทู่นะตามขจรเธอหรือเปล่าพระพุทธศาสนาเปียตุนเมนปรินหรือเปล่าพระพุทธนี้คือพระองค์ตูนเมียนติตองทานังสังคมมโนชีวิตมโนเตเจปิสาคือมโนมเนี่ยได้อบรมกายเวชาจัดระบอกครูนไอ้สงบสึกเปียถ้าสงบนั่นคือปลายถ้าสั้นแต่เพียบเนี่ยถ้าสั้นแต่เพียบสิได้สงบก็ได้แต่ตู้สิได้สอกเนี่ยไอ้ตัวตูนมนเก๋คือคลุนยังเนี่ยปฏิบัติไอ้ตัวตูสิได้สอบสงบนะในการนายยังบ้านตัวตูกาสอบสงบสรุปิกาปฏิบัติเธอบอกเป็นสมาสัมพุทธะยังมันเพื่อไอ้ออยก็กระรำพึกดัลสังคมแต่ก็สังคมไอ้สงบได้สามมโนนั่นแหละเวลาปนังยาสมระสมระกมเต้นรึกลูนไอ้กรอกโชกไอ้กันนะสมระไอ้ก่อเลียดใดเลียดชื่งไอ้สรูสมระปนังสัญญา